សាររដ្ឋអាមេរិកបានធ្វើអន្តរាគមន៍ដ៏កម្រនិងគួរឲ្យចាប់អារម្មណ៍ដើម្បីជួយទ្រទ្រង់ប្រាក់យេនរបស់ជប៉ុនតាមរយៈការទិញប្រាក់យេនយ៉ាងច្រើនជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេលជាង10ឆ្នាំមកនេះបន្ទាប់ពីរូបិយប័ណ្ណជប៉ុនបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រជិត40ឆ្នាំវិធានការនេះឆ្លុះបញ្ចាំងពីការព្រួយបារម្ភថាការធ្លាក់ថ្លៃប្រាក់យេនអាចបង្កអស្ថិរភាពដល់ទីផ្សារហិរញ្ញវត្ថុនិងសេដ្ឋកិច្ចពិភពលោកតទៅនេះក្រុមការងារ Cambodia លំអិតលើរឿងនេះដូចតទៅសារព័ត៌មាន Reuters និង Financial Times បានរាយការណ៍ថាក្រសួងហិរញ្ញវត្ថុអាមេរិកបានចូលអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់បរទេសដោយបញ្ជាឲ្យធនាគារកណ្ដាលអាមេរិកប្រចាំទីក្រុងញូវយ៉កទិញប្រាក់យេនជប៉ុនយ៉ាងច្រើនតាមរយៈធនាគារធំៗដូចជាធនាគារ Goldman Sachs និងធនាគារ Morgan Stanley ជាដើមចំណាត់ការនេះកើតឡើងបន្ទាប់ពីជប៉ុនបានចំណាយប្រាក់រាប់សិបពាន់លានដុល្លារដើម្បីទប់ស្កាត់ការធ្លាក់ថ្លៃយ៉ាងគំហុករបស់ប្រាក់យេនមុនការធ្វើអន្តរាគមន៍ក្រសួងហិរញ្ញវត្ថុអាមេរិកក៏បានជូនដំណឹងទៅកាន់ធនាគារធំៗឲ្យត្រៀមខ្លួនធ្វើសកម្មភាពនៅក្នុងទីផ្សាររូបិយប័ណ្ណផងដែររដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកលោក Scott Bessent បានបង្ហាញផែនការថាសហរដ្ឋអាមេរិកគ្រោងទិញប្រាក់យេនក្នុងទំហំប្រមាណ $5,000 លានដល់ $10,000 លានក្រោយព័ត៌មានអំពីការអន្តរាគមន៍នេះត្រូវបានផ្សព្វផ្សាយប្រាក់យេនបានហក់ឡើងថ្លៃភ្លាមៗខណៈប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃពីប្រមាណជិត159យេនមកនៅត្រឹមជាង157យេនក្នុង$1បន្ទាប់ពីមុននេះបានឡើងថ្លៃដល់ជិត164យេនក្នុង$អាមេរិកដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ1986ប្រភពដដែលបញ្ជាក់ថាជប៉ុននិងសហរដ្ឋអាមេរិកអាចនឹងប្រកាសវិធានការរួមថ្មីនៅដើមសប្តាហ៍ក្រោយដើម្បីទប់ស្កាត់ការទិញរូបិយប័ណ្ណទុកលក់ចេញវិញដើម្បីយកចំណេញពេលឡើងថ្លៃដែលជាការដាក់សម្ពាធលើប្រាក់យេននិងស្ដារស្ថិរភាពទីផ្សារហិរញ្ញវត្ថុសូមបញ្ជាក់ថានេះគឺជាលើកដំបូងហើយដែលអាមេរិកចូលអន្តរាគមន៍ដោយផ្ទាល់ដើម្បីគាំទ្រដល់ប្រាក់យេនចាប់តាំងពីឆ្នាំ2011ក្រោយគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅជប៉ុនក្រុមអ្នកវិភាគយល់ថាចំណាត់ការរួមគ្នារវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតូក្យូគឺជាសារដ៏រឹងមាំមួយទៅកាន់ទីផ្សារថាប្រទេសទាំងពីរត្រៀមប្រើវិធានការបន្ថែមប្រសិនបើការប្រែប្រួលរូបិយប័ណ្ណនៅតែបន្តគំរាមកំហែងដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោក